ួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់សំ Official តើអ្នកធ្លាប់ឆ្ងល់ថាតើអ្នកបង្កាត់ពូជត្រីបាត់តាបង្កើតពូនិងលំនាំគួរឲ្យភ្ញាក់ផ្អើលបែបនេះបានដោយរបៀបណាថ្ងៃនេះពួកយើងនឹងចូលទៅក្នុងពិភពដ៏គួរឲ្យចាប់អារម្មណ៍នៃ Farm ត្រីបាត់តានិងការចិញ្ចឹមជ្រើសរើសត្រីបាត់តាមានពណ៌និងទម្រង់ខុសៗគ្នាចាប់ពីពណ៌ខៀវជ្រៅរហូតដល់ពណ៌ក្រហមដ៏រស់រវើកអ្នកបង្កាត់ពូជបានចំណាយពេលជាច្រើនឆ្នាំដើម្បីបំពេញភាពខុសប្លែកគ្នាទាំងនោះប៉ុន្តែតើពួកវាធ្វើដូចម្តេចបំបែកវាចោះសែនមូលដ្ឋាននៃត្រីបាត់តាដូចគ្នាទៅនឹងមនុស្សដែរត្រីបាត់តាទទួលមរតកពីឪពុកម្ដាយរបស់ពួកគេពណ៌ខ្លាមានភាពលេចធ្លោលក្ខណៈពេលដែលអ្នកផ្សេងទៀតមានពណ៌សម្បុរប្រសិនបើអ្នកបង្កាត់ពូជត្រីបាត់តាពណ៌ក្រហមជាមួយពណ៌ខៀវអ្នកប្រហែលជាទទួលបានពណ៌ស្វាយឬពណ៌ខៀវចម្លែកនៅក្នុងកូនចៅប៉ុន្តែវាមានច្រើនទៀតចំពោះវារបៀបដែលការជ្រើសរើសពូជដំណើរការអ្នកបង្កាត់ពូជជ្រើសរើសត្រីដោយប្រុងប្រយ័ត្នជាមួយនឹងពណ៌និងលំនាំដែលចង់បានពួកវាផ្គូផ្គងពួកវាជាមួយគ្នានិងសង្កេតមួយកូនវាអាចចំណាយពេលច្រើនជំហានដើម្បីទទួលបានពណ៌ដ៏ឥតខ្ចោះនេះគឺជាកត្តាសំខាន់មួយចំនួនដែលអ្នកបង្កាត់ពូជផ្ដោតលើសុខភាពនិងហ្វូមខ្លាំងមានន័យថាត្រីកាន់តែមាំនិងរស់រាយជាងមុនបញ្ហាប្រឈមក្នុងការបង្កាត់ពូជពណ៌ការបង្កាត់ពូជមិនតែងតែងាយស្រួលទេពេលខ្លះពណ៌ដែលមិនចង់បានលេចឡើងឬប្លង់ដែលចង់បានមិនបង្ហាញវាត្រូវការអត់ធន់ចំណេះដឹងនិងសំណាងបន្តិចគន្លឹះសម្រាប់អ្នកបង្កាត់ពូជប្រសិនបើអ្នកចង់សាកល្បងបង្កាត់ពូជត្រីបាត់តាឲ្យមានពណ៌ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនចាប់ផ្ដើមជាមួយនឹងត្រីមេដែលមានគុណភាពខ្ពស់រក្សាកំណត់ត្រាបង្កាត់ពូជលម្អិតអត់ធន់ការធ្វើឲ្យបន្ទាត់ល្អឥតខ្ចោះអាចចំណាយពេលច្រើនជំហានការបង្កាត់ពូជជ្រើសរើសគឺជាសិល្បៈនិងវិទ្យាសាស្ត្រមិនថាអ្នកជាអ្នកចូលចិត្តឬអ្នកបង្កាត់ពូជទេការយល់ដឹងអំពីធុបវិទ្យាសាស្ត្រដែលជួយអ្នកបង្កាត់ត្រីបាត់តាដ៏ស្រស់ស្អាតបំផុតតាមដែលអាចធ្វើទៅបានប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេច like subscribe ទម្លាក់មតិយោបល់ខាងក្រោមអំពីពណ៌បាត់តាដែលអ្នកចូលចិត្តសូមអរគុណជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ